ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញអំពីរបៀបធ្វើសាច់គោអាំងជ្រក់ល្ហុងចាញ់ពោះសាច់គោអាំងជ្រក់ល្ហុងនេះគឺបងប្អូនខ្មែរយើងគឺពេញនិយមហូបមែនទែនតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនទៅតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាចំណែកនេះគឺជាគ្រឿងផ្សំជាដំបូងគឺនាងខ្ញុំមកធ្វើជ្រក់ល្ហុងជាមុនសិនដោយនាងខ្ញុំយកល្ហុងហើយនឹងការ៉ុតដែលបានឈូសហើយនឹងយកមកលាយគ្រឿងជាមួយនឹងត្រសក់ខ្ទឹមក្រហមខ្ញីហើយនឹងមានខ្ទឹមសចិញ្ច្រាំចាចំពោះគ្រឿងផ្សំហ្នឹងគឺនាងខ្ញុំមានអំបិលប៊ីចេងស្ករហើយនឹងទឹកខ្មេះគឺខ្ញុំលាយតែម្ដងបងប្អូនគឺរូបមន្តនេះខ្ញុំធ្វើនេះគឺសារនេះខ្ញុំធ្វើតិចអញ្ចឹងរៀងខុសប្លែកពីคลิปមុនដោយនេះខ្ញុំមិនបានច្បាច់ល្ហុងជាមួយនឹងការ៉ុតហ្នឹងជាមួយនឹងអំបិលទេគឺនេះខ្ញុំធ្វើយកតែម្ដងតែប្រសិនជាបងប្អូនធ្វើក្នុងបរិមាណច្រើនគឺបងប្អូនត្រូវច្បាច់ល្ហុងនិងការ៉ុតជាមួយអំបិលជាមុនសិនណាដើម្បីកុំឲ្យវាធំក្លិនជ័រល្ហុងតែដោយសារធ្វើតិចchứគឺវាអត់អីទេបងប្អូនចាប់តាប់ពីខ្ញុំច្បល់ឲ្យសាច់ល្ហុងទន់ហើយវាចូលជាតិល្អហើយខ្ញុំទុកវាមួយឡែកសិនឥឡូវនេះខ្ញុំចាប់ដើមមកហាន់សាច់គោចាចំពោះសាច់គោនេះខ្ញុំយកសាច់ខ្លាញ់តែផុយហើយមានចប់ខ្លាញ់ទេតាមពិតទៅនេះខ្ញុំបានខ្លាញ់ពីអ្នកលក់មកដែរប៉ុន្តែដោយសារខ្លាញ់នោះមើលទៅវាអត់សូវល្អអញ្ចឹងនេះខ្ញុំក៏មិនបានយកមកហាន់លាយនោះទេគឺនឹងខ្ញុំអត់យកតែម្ដងដែលបងប្អូនឃើញសនៅក្នុងគ្រឿងផ្សំហ្នឹងគឺនឹងខ្ញុំអត់បានយកទេគឺយកតែសាច់គោសុទ្ធតែប៉ុណ្ណោះព្រោះអីយើងធ្វើហូបខ្លួនឯងយើងយកសាច់គោសុទ្ធអញ្ចឹងក៏បានដែរតោះមកនេះខ្ញុំចាប់ដើមប្រឡាក់គ្រឿងដោយដាក់គ្រឿងបុកម្ទេសឆ្អើរអំបិលប៊ីចេងប្រេងខ្យងហើយនេះខ្ញុំដាក់ទឹកដោះគោខាប់ជំនួសឲ្យស្ករបងប្អូនមិនចង់ដាក់ទឹកដោះគោខាប់ដូចនេះខ្ញុំបងប្អូនអាចដាក់ស្ករសយ៉ាងធម្មតាឬក៏ស្ករត្នោតក៏បានដែរចាំតើខ្ញុំច្បាច់ច្បល់គ្រឿងផ្សំនឹងបានចូលគ្នាមួយស្ទះនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាចូលដើម្បីឲ្យសាច់គោរបស់យើងវាទន់ហើយច្បល់បន្តទៀតចុះរយៈពេលច្បល់នេះគឺយូរបន្តិចទៅព្រោះឲ្យសាច់គោគឺយើងច្បល់ឲ្យវាចូលជាតិហើយគឺយើងអាចដោតចង្កាក់បានតែម្ដងគឺមិនបាច់យើងផ្អាប់ទុកក៏បានដែរពីព្រោះអីតម្រាំតែយើងដោតចង្កាក់ហើយគឺវាប្រើពេលវេលាយូរនោះសាច់គោរបស់យើងគឺវាចូលជាតិតែម្ដងចាចំពោះចង្កាក់នេះគឺខ្ញុំយកវាទៅត្រាំទឹកសិនណាបងប្អូនត្រាំទឹកកន្លះម៉ោងទៅ1ម៉ោងសិនទៅដើម្បីពេលដែលយើងយកវាទៅអាំងគឺវាអត់ឆេះចាចំពោះការដោតគឺទៅតាមជំនាញរបស់បងប្អូនទៅដល់របៀបmìnhក៏បានដែរចាប់តបដោតហើយឥឡូវនេះខ្ញុំចាប់ដើមយកទៅអាំងចាចំពោះការអាំងសាច់គោនេះគឺបងប្អូនត្រូវអាសាប្រែវាបន្តិចណាបើមិនអញ្ចឹងទេសាច់គោរបស់យើងវានឹងស្ងួតខ្លាំងប្រែត្រឡប់ឲ្យញឹកបន្តិចទៅចាឥឡូវគឺឆ្អិនហើយបងប្អូនសាច់គោគឺវាឆាប់ឆ្អិនមែនទែនព្រោះយើងហាន់វាស្ដើងចាំទៅតំណងមែនទែនយើងយកទៅពិសាជាមួយនឹងជ្រក់ល្ហុងដែលយើងបានធ្វើរួចហើយហ្នឹងទៅតំណងមែនទែនចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ទៅត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា